ឥឡូវនេះអ្នកកំពុងបញ្ចប់កម្មវិធីនៅក្នុងមេរៀនមុនអ្នកបានធ្វើកិច្ចការនិងសកម្មភាពជាច្រើនមុនពេលចាប់ផ្ដើមមេរៀនថ្មីសូមកុំគិតថាព្រោះតែនេះជាមេរៀនចុងក្រោយអ្នកនឹងមិនមានកិច្ចការអ្វីការពិតអ្នកមានកិច្ចការចម្បងមួយសូមកុំភ្លេចអ្វីដែលអ្នកបានរៀននិងបន្តអនុវត្តទៀតតើត្រូវធ្វើយូរប៉ុណ្ណាទៅចម្លើយសាមញ្ញគឺប្រហែលជាអ្នកបានគិតទុករួចហើយគឺជាប្រចាំរហូតទៅគឺវាដូចគ្នានឹងការធ្វើសកម្មភាពរាងកាយដែលវាជួយឲ្យខួរក្បាលអ្នកសកម្មយើងដឹងពីប្រយោជន៍របស់វាហើយប៉ុន្តែចុងក្រោយយើងជាអ្នកសម្រេចចិត្តថាយើងធ្វើសកម្មភាពរាងកាយឬទេនេះជាមេរៀនចុងក្រោយនៅក្នុងកម្មវិធីយ៉ាងណាមិញនេះគ្រាន់តែជាការចាប់ផ្ដើមអនុវត្តអ្វីដែលអ្នកបានរៀនប៉ុណ្ណោះឥឡូវយើងមើលទៅវិធីសាស្ត្រមួយចំនួនដែលអ្នកអាចធ្វើតាមដើម្បីបន្តការងារអ្នកទៀតគិតថាជីវិតអ្នកជាបន្ទាត់ឡើងចុះឬការធ្វើដំណើរសូមត្រៀមខ្លួនសម្រាប់វាកម្មវិធីនេះគ្រាន់តែជាការហ្វឹកហាត់ប៉ុណ្ណោះវាជាពេលវេលាខ្លីមួយក្នុងជីវិតអ្នកឥឡូវនេះយើងសំណូមពរឲ្យអ្នករំលឹកនៅអ្វីដែលអ្នកបានរៀនហើយសម្រេចចិត្តថាតើជំនាញទាំងនោះមានតម្លៃឲ្យអ្នកយកវាមកជាមួយសម្រាប់ពេលនេះនិងសម្រាប់ជីវិតបន្តទេយើងគិតថាវាមានតម្លៃ